ហេតុអ្វីមនុស្សតែងតែនឹករលឹកដល់អនុស្សាវរីយ៍អតីតកាលចំណុចទាំង3នេះក៏ជាហេតុដែលនាំឲ្យយើងនឹករលឹកអនុស្សាវរីយ៍អតីតកាល 1. ក្តីសុខកើតពីក្តីនឹករលឹកពីសកម្មភាពសាមញ្ញតែវាជាក្តីសុខបង្កើតបានជាមនោសញ្ចេតនាពីកុមារភាពជាពេលវេលានៃទំនួលខុសត្រូវតិចនិងមានភាពសប្បាយរីករាយដែលនាំឲ្យយើងចង់បានថ្ងៃដែលគ្មានកង្វល់ទាំងនោះមកវិញ 2. ការចងចាំដំបូងក៏គឺជាហេតុដែលនាំឲ្យយើងចង់ចិត្តនឹករលឹកការកំណត់អត្តសញ្ញាណនិងតម្លៃនៃសកម្មភាពទីកន្លែងវត្ថុសត្វឬមនុស្សជុំវិញខ្លួនដែលពីកុមារភាពយើងបានទទួលក្តីសុខស្ងប់ពីរបស់ឬវត្ថុជុំវិញខ្លួនរួមទាំងម្ដាយឪពុកជាដើមដែលយើងមិនអាចបំភ្លេចហើយនៅតែនឹករលឹក 3. ការប្រែប្រួលនៃពេលវេលាក៏ជាហេតុនាំឲ្យយើងនឹករលឹកពីអនុស្សាវរីយ៍អតីតកាលផងដែរពេលវេលាចេះតែរំកិលទៅមុខមនុស្សចម្រើនដោយវ័យកាន់តែចាស់ជួបរឿងច្រើនក្នុងជីវិតតប់ប្រមល់តានតឹងក៏អាចបណ្ដាលឲ្យចិត្តនឹករលឹកដល់កាលដែលនៅពីកុមារភាពដើម្បីទទួលបានការលួងលោមក្នុងការចងចាំនៅរឿងដែលខ្លួនធ្លាប់ស្គាល់ពីអតីតកាលទាំងនេះជាចំណុចខ្លះៗដែលធ្វើឲ្យយើងតែងតែនឹករលឹកដល់អនុស្សាវរីយ៍អតីតកាល